đâm lai aha nâng tầm nền pra của trăm ngày mùi chùm nôn lang thái hai pung ri tung chùm nái ở bọc chia prot can tại trảតាមរយៈបទសម្ភាសន៍ជាមួយនឹងក្រុមអាជីវករនិងប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញបានឲ្យដឹងថាចាប់តាំងពីប្រៃសាំងនិងគាហក់ឡើងថ្លៃមកបានរុញឲ្យតម្លៃអាហារនៅតាមដងផ្លូវអាហារនៅតាមមុខរោងចក្រតម្លៃបន្លែផ្លែឈើត្រីសាច់ទំនិញគ្រឿងទេសរួមនឹងសម្ភារៈប្រើប្រាស់មួយចំនួនឡើងថ្លៃទៅតាមតម្លៃប្រៃសាំងដែរដែលបញ្ហានេះបង្ខំឲ្យពលរដ្ឋត្រូវចំណាយខ្ពស់ជាងមុនហើយអ្នកខ្លះត្រូវកាត់បន្ថយការបរិភោគក៏មានហូបអាហារដូចជាខ្ញុំធ្វើកម្មកររោងចក្រអញ្ចឹងត្រូវការទិញរបស់មុខរោងចក្រអញ្ចឹងវារៀងឡើងថ្លៃព្រោះអីអ្នកលក់គេនិយាយថារបស់ដែលគេយកមកហ្នឹងវារៀងថ្លៃដែរគេឡើងអញ្ចឹងទៅអញ្ចឹងឡើងតគ្នាអញ្ចឹងយើងធ្លាប់តែលក់ថោកដល់ពេលយើងយកដូចអានេះថ្លៃយកមកលក់មកថ្លៃ7000តែមុនលក់តែ2500ឯង1គីឡូឥឡូវវាឡើងថ្លៃសំបីថងឡើង1គីឡូ9000ទៀតតែមុនថង7000ហ្នឹងចំណូលចូលតិចប៉ុន្តែអាចចំណាយវាច្រើនវាថ្លៃយើងរកលុយមិនបានទេប៉ុន្តែរបស់ហូបចុកវាថ្លៃទាំងអស់អាពីស្រុកយ៉ាងកៅសក្រៀមវាមកហើយអញ្ចឹងដល់ពេលមកក្រោយទៀតគេឡើងថ្លៃទៀតវារឹតតែយ៉ាប់ទៀតបើតាមក្រសួងពាណិជ្ជកម្មតម្លៃសាំងធម្មតាចាប់ពីថ្ងៃទី7ខែមេសាទៅត្រូវលក់រាយក្នុងតម្លៃ5500រៀលក្នុង1លីត្ររហូតដល់មានការជូនដំណឹងជាថ្មីរីឯប្រេងម៉ាស៊ូតលក់រាយបានហក់ឡើងដល់8200រៀលក្នុង1លីត្រចំណែកឯតម្លៃហ្គាសនៅតាមស្ថានីយ៍ប្រេងឥន្ធនៈនានាមានតម្លៃយ៉ាងតិច3900រៀលក្នុង1លីត្រតម្លៃប្រេងឥន្ធនៈនេះកើនឡើងទ្វេដងបើធៀបទៅនឹងតម្លៃកាលពីខែកុម្ភៈកន្លងទៅពីមុនយើងទិញសាច់ទិញអីច្រើនតែឥឡូវអត់សូវទេដោយសារអីរកអត់បានទៀតដូចប្តីខ្ញុំរកកង់3ហ្នឹងរកអត់បានទេមួយថ្ងៃមើលមិនសឹមអីរកបាន30000អីទៅចាក់ញ៉ាស់ឡើងជិត70000ពីមុនបកងអីទិញចូល20អីហ្នឹងហើយលក់25 20អីអញ្ចឹងណាដល់ពេលឥឡូវបកងឥឡូវទិញចូលមក30ទៅពេលយើងលក់ឡើង1គីឡូ2000អ្នកខ្លះគេស្រែកវាឡើងច្រើនពេកឡើងម្ដង1គីឡូ7 8000អញ្ចឹងណាយើងអ្នកលក់បានថ្ងៃសិលយកដល់ពេលឥឡូវថ្ងៃសិលគេលែងទិញទៅបានអីថ្ងៃអត់មែនទេអ្នកលក់អត់សង្ឃឹមទេរងថ្ងៃហ្នឹងក្នុងឆ្នាំនឹងខ្លាំងជាងឆ្នាំតាមទៅទៀត2025គ្រាន់បានទេមុនថា2025ថាគ្រាន់ណាយើងថាអន់ណាដល់មក26លើស25ទៀតត26នោះឥឡូវក្នុងចូលឆ្នាំនាំគ្នាសង្ហយមានលុយចូលឆ្នាំទៀតគាត់បាញ់នេះអត់លក់អត់បានលុយហ្មងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោកប៉ែនសុវិជាតិមានប្រសាសន៍ថាទំនិញដែលកើនឡើងតម្លៃភាគច្រើនជាទំនិញនាំចូលលោកថាការកើនឡើងតម្លៃនេះដោយសារតែឥទ្ធិពលនៃការកើនឡើងតម្លៃប្រេងដែរទោះជាយ៉ាងណាលោកថាការកើនឡើងតម្លៃមានកម្រិតតិចតួចដែលក្រសួងអាចគ្រប់គ្រងបានគឺទៅទំនិញដែលឡើងថ្លៃភាគច្រើនជាទំនិញនាំចូលទំនិញនៃគ្រឿងឧបភោគខ្លះដូចជាសាច់បន្លែត្រីសាច់មានការខ្លាំងថ្លៃបន្តិចបន្តួចដោយសារត្រូវការប្រើប្រេងថ្នាក់ទឹកជូនឡើងនឹងឡាដូច្នេះវាទៅនៅក្នុងកម្រិតមួយដែលយើងអាចគ្រប់គ្រងបាននៅពេលនេះបាទប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មអ្នកស្រីឧទេពផលិនយល់ថាការកើនឡើងនៃតម្លៃទំនិញនិងចំណីអាហារកំពុងតែគំរាមកំហែងដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលមានចំណូលតិចតួចដើម្បីរស់នៅបានណាគាត់ត្រូវបន្ថយនៅក្នុងការហូបចុកមានន័យថាបន្ថយនៅអាហារប្រមាណថាស្បញ៉ាំឲ្យវាមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ប្រូតេអ៊ីនគ្រប់គ្រាន់ណាគឺត្រូវបន្ថយព្រោះដើម្បីរស់នៅបានទល់មួយខែជួនណាมันគ្រប់ផងច្បាស់ជាមានការខ្ចីចងការបំណុលអីអត់បានលុយមកនេះ2000លុយ2000តាំងលុយ